សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងប្តីបានធ្វើដំណើរពីទីក្រុង Brisbane ទៅទីក្រុង Gold Coast ហើយនៅពាក់កណ្ដាលផ្លូវពួកយើងមានអារម្មណ៍ថាឃ្លានហើយពួកយើងក៏ឈប់នៅផ្សារទំនើបមួយហើយផ្សារទំនើបនេះឃើញថាមានកន្លែងចតឡានធំទូលាយហើយក៏ដូចជាមានហាងច្រើនវាមានឈ្មោះថា Pim Pama City ហើយនៅក្នុងហ្នឹងពួកយើងទៅមកនៅក្នុងផ្សារហ្នឹងជាលើកទី1ពេលចូលទៅដល់គឺនាងខ្ញុំឃើញពីការតុបតែងបនណូអែលរសារតែឥឡូវនេះគឺស្ថិតនៅក្នុងបនណូអែលនៅប្រទេសអូស្ត្រាលីហើយយើងឃើញថាពេញនៅក្នុងផ្សារហ្នឹងគឺមានការតុបតែងដែលបង្ហាញពីរដូវកាលបុណ្យណូអែលហើយគូផ្សំទៅនឹងការតាំងផ្ទះសិប្បនិម្មិតចែកជូនដល់អ្នកដែលគាត់មកក្នុងនឹងតាំងពីគេហៅថាភ្នំមានព្រិលធ្លាក់ផ្ទះការតុបតែងមើលទៅរបៀបរស់នៅអ្នកដែលរដូវបុណ្យណូអែលហើយមើលទៅប្លែកភ្នែកហើយនេះខ្ញុំចង់បញ្ជាក់ថាគ្រប់ផ្សារទាំងអស់នៅប្រទេសអូស្ត្រាលីពេលដែលមានបុណ្យណូអែលគេមានការតុបតែងខុសៗគ្នានាងខ្ញុំប្តីចូលនៅក្នុងផ្សារហ្នឹងគឺរយៈពេលខ្លីទេប៉ុន្តែឃើញថាវាមានការតុបតែងស្រស់ស្អាតក៏ចង់បង្ហាញជូនពុកម៉ែបងប្អូនទាំងអស់គ្នាពីដោយការបុណ្យណូអែលខ្លះជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថានេះជាទស្សនវិជ្ជាប្លែកមួយដែលពុកម៉ែបងប្អូនអាចឃើញពីប្រទេសអូស្ត្រាលីកំឡុងពេលបុណ្យណូអែលហើយនាងខ្ញុំប្តីក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងការចំណាយពេលទស្សនាវីដេអូមួយនេះ